បុគ្គលឈ្មោះអេនចរិយាដែលតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីត្រូវបានព្រះមន្ត្រីសង្ឃខេត្តសៀមរាបចុះទៅណែនាំធ្វើកិច្ចសន្យាឲ្យបញ្ឈប់នៅសកម្មភាពនិងធ្វើវីដេអូសុំទោសជាសាធារណៈក្រសួងធម្មការនិងសាសនាព្រះមន្ត្រីសង្ឃខេត្តសៀមរាបបានចុះទៅណែនាំបុគ្គលឈ្មោះអេនចរិយាដែលតាំងខ្លួនជាព្រះនាងឥន្ទ្រទេវីធ្វើកិច្ចសន្យាឲ្យបញ្ឈប់នៅសកម្មភាពដែលប៉ះពាល់ដល់តម្លៃសាសនាប្រវត្តិសាស្ត្រនិងបេតិកភណ្ឌមួយចំនួននិងធ្វើវីដេអូសុំទោសជាសាធារណៈនិងគ្មានសកម្មភាពជាលើកទី3ឡើយកាលពីថ្ងៃទី2ខែកុម្ភៈឆ្នាំ2025នេះក្រោយការផ្សព្វផ្សាយវីដេអូលោកតាលោកយាយមួយចំនួនថ្វាយបង្គំអ្នកស្រីអេនចរិយាដែលតាំងខ្លួនជាអ្នកមានបុណ្យជាព្រះនាងឥន្ទ្រទេវីនៅប្រាសាទអង្គរវត្តអាជ្ញាធរខេត្តសៀមរាបនិងមន្ត្រីក្រសួងធម្មការនិងសាសនាបានជួបដើម្បីធ្វើកិច្ចសន្យាតាមរយៈកិច្ចសន្យាអ្នកស្រីសន្យាបញ្ឈប់សកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវនៅតាមបណ្ដាញសង្គមនិងទីសាធារណៈជាមួយគ្នានេះអ្នកស្រីក៏យល់ព្រមលុបរូបភាពនិងវីដេអូដែលខ្លួនបានបង្ហោះកន្លងមកដែលតាំងខ្លួនជាអ្នកមានបុណ្យនិងព្រះនាងឥន្ទ្រទេវីទន្ទឹមនឹងនេះអ្នកស្រីសន្យាឈប់ធ្វើសកម្មភាពតាមប្រាសាទនិងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យដែលលោកតាលោកយាយថ្វាយបង្គំថ្មីនេះជាពិសេសអ្នកស្រីនឹងធ្វើវីដេអូសុំទោសជាសាធារណៈការណែនាំទាំងនោះរួមមាន1ឈប់ប្រព្រឹត្តសកម្មភាពប្រតិបត្តិសាសនាដែលមិនត្រឹមត្រូវនៅតាមទីសាធារណៈនិងបង្ហោះក្នុងបណ្ដាញសង្គម2លុបចោលនៅរូបភាពនិងវីដេអូសកម្មភាពខុសដែលខ្លួនបានបង្ហោះកន្លងមកនិងផ្ដល់ព័ត៌មានដល់មិត្តភ័ក្តិនិងអ្នកដែលបានចែកចាយបន្តឲ្យលុបចោលដូចគ្នា3ឈប់ធ្វើសកម្មភាពខុសនៅតាមប្រាសាទនិងសកម្មភាពតាំងខ្លួនជាអ្នកមានបុណ្យព្រះនាងឥន្ទ្រទេវីដែលឲ្យគេគោរពថ្វាយបង្គំខ្លួន4ឈប់ប្រើភាសាដែលគ្មានក្បួនខ្នាតនិងទទួលស្គាល់ពីភាពត្រឹមត្រូវ5ធ្វើវីដេអូសំទោសជាសាធារណៈនិងគ្មានសកម្មភាពជាលើកទី3ឡើយចំណុចទាំង5នេះត្រូវបានបុគ្គលឈ្មោះអេនចរិយាបានយល់ព្រមសន្យានិងគោរពអនុវត្តតាមដោយគ្មានលក្ខខណ្ឌ